Rương để dương ban mới về class vì ai lực bị cá cầm sàn. Và cũng nẹ từng ở khía một cánh tùm bó phiếp dùn.នៅក្នុងរឿងនេះយើងនឹងនាំគ្នាទៅមើលពីគំនិតបង្កប់មួយចំនួនរបស់អ្នកនិពន្ធនៅក្នុងរឿងដ៏ល្បីមួយរបស់ប្រទេសកូរ៉េគឺ The Gangster The Cop The Devil ចេញនៅក្នុងឆ្នាំ2019និពន្ធនឹងដឹកនាំរឿងដោយលោក Won Tae-lee ហើយរឿងនេះទទួលបានការកោតសរសើរក៏ដូចជាឈ្នះនៅពានរង្វាន់យ៉ាងច្រើនមែនទែននៅពេលនោះខ្ញុំសូមមិននិយាយលម្អិតពីសាច់រឿងទាំងមូលទេបើសិនជាបងប្អូនចង់ទស្សនារឿងពេញអ្នកទាំងអស់គ្នាអាចទៅទស្សនានៅក្នុង website មួយចំនួនបានឬមួយក៏ទៅស្ដាប់ការសង្ខេបរឿងលម្អិតរបស់បងប្អូនយើងមួយចំនួនដែលគាត់ធ្វើនៅលើ channel សម្រាប់រឿងផ្សេងៗផងដែរប៉ុន្តែសម្រាប់នៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់បង្ហាញពីឈុតឆាកមួយចំនួនដែលខ្ញុំគិតថាអ្នកនិពន្ធចង់បង្កប់គំនិតនៅក្នុងនោះតែប៉ុណ្ណោះបាទអញ្ចឹងកុំឲ្យខាតពេលសាច់រឿងគឺល្អមើលមែនទែនដែលនិយាយពីការបំបែកក្តីរបស់ឃាតករដៃឆៅម្នាក់ដែលមានការចូលរួមរវាងប៉ូលីសហើយនិងមេបងធំចុងក្រោយពួកគេក៏ចាប់បានឃាតករនោះដោយសារតែមានការសហការគ្នាបានយ៉ាងល្អផងដែរបាទអញ្ចឹងដំបូងយើងចាប់ផ្ដើមពីចំណុចទី5ទៅអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំនឹងលើកយកអត្តចរិតរបស់តួអង្គ2នាក់នៅក្នុងរឿងនេះដែលទី1ហ្នឹងគឺលោកប៉ូលីសហើយទី2ហ្នឹងគឺមេបងធំហ្នឹងឯងពួកគាត់ទាំងពីរនាក់គឺមានអត្តចរិតដូចគ្នាដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរឿងហើយពួកគាត់ទាំងពីរនាក់នេះគឺមានអត្តចរិតកោងកាចដូចគ្នាអ្នកណាឃើញគាត់ក៏ខ្លាចញញើតគាត់ដែរប៉ុន្តែគាត់អត់ដែលប្រើអត្តចរិតកោងកាចរបស់គាត់ហ្នឹងទៅលើមនុស្សស្លូតត្រង់ទេបាទដូចនៅក្នុងឈុតនេះអញ្ចឹងពួកគាត់ប្រើអត្តចរិតកោងកាចរបស់គាត់ហ្នឹងទៅបង្ក្រាបជនពាលអ្នកណាដែលធ្វើខុសច្បាប់តែប៉ុណ្ណោះអញ្ចឹងនៅក្នុងរឿងតួអង្គទាំងពីរនាក់នេះខ្ញុំគិតថាពួកគាត់មានអំណាចខ្លាំងប៉ុន្តែពួកគាត់អត់ដែលប្រើអំណាចពួកគាត់ហ្នឹងទៅធ្វើបាបមនុស្សស្លូតត្រង់ទន់ខ្សោយទេគឺគាត់យកទៅប្រើដើម្បីការពារខ្លួនក៏ដូចជាចាប់នៅអ ក្រិតជនដែលធ្វើខុសច្បាប់តែប៉ុណ្ណោះបាទបើសិនជានៅក្រៅសាច់រឿងនៅក្នុងសង្គមពិតយើងនេះបើមានមនុស្សដែលគាត់មានអត្តចរិតដូចជាតួអង្គយើងទាំងពីរនាក់នេះខ្ញុំគិតថាពិតជាគួរឲ្យគោរពនិងឲ្យតម្លៃខ្លាំងមែនទែនគាត់មានបុណ្យស័ក្តិមានអំណាចតែគាត់មិនធ្វើបាបជិះជាន់ប្រជាជនដែលទន់ខ្សោយនិងស្លូតត្រង់នោះទេបាទហើយខ្ញុំជឿថានៅសង្គមពិតយើងប្រកាសជាមានបាទហើយចំណុចទី4គឺតួអង្គទាំងពីរនាក់នេះគឺគាត់ស្រឡាញ់យុត្តិធម៌ដូចគ្នាទោះបីជាម្នាក់គឺគាត់ជាប៉ូលីសហើយម្នាក់ទៀតគឺជាមេបងធំក៏ដោយដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងប៉ូលីសគឺគាត់ស្រឡាញ់យុត្តិធម៌គឺគាត់តាមចាប់នៅឃាតករដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ដោយឡែកមេបងធំរបស់យើងវិញគឺគាត់ស្រឡាញ់យុត្តិធម៌ដូចគ្នាប៉ុន្តែយុត្តិធម៌របស់គាត់គឺខុសពីយុត្តិធម៌ដែលប៉ូលីសបានធ្វើយុត្តិធម៌របស់មេបងធំរបស់យើងគឺគាត់មានច្បាប់នៅក្នុងសង្គមងងឹតគាត់ដែរគឺនៅពេលដែលនរណាម្នាក់ធ្វើខុសច្បាប់គឺគាត់នឹងចាប់យកមកផ្ដន់ទាទោសឬក៏ធ្វើនៅទណ្ឌកម្មឲ្យសមនឹងអ្វីដែលអ្នកប្រព្រឹត្តខុសនោះធ្លាប់ធ្វើដាក់អ្នកដទៃពីមុនមកអញ្ចឹងនៅក្នុងចំណុចមួយនេះតួអង្គទាំងពីររបស់យើងគឺមានចិត្តគំនិតស្រឡាញ់នៅភាពត្រឹមត្រូវនិងយុត្តិធម៌ដូចគ្នាប៉ុន្តែការយល់ឃើញនិងការអនុវត្តទៅលើអ្នកដែលប្រព្រឹត្តខុសគឺមានសកម្មភាពផ្សេងគ្នាបាទអញ្ចឹងសូមបើកវងកញ្ចក់បន្តិចនៅក្នុងចំណុចមួយនេះបើប្រៀបធៀបមកសង្គមពិតរបស់យើងវិញយើងធ្លាប់ឃើញហើយថាអ្នកដែលប្រព្រឹត្តខុសច្បាប់មួយចំនួនគឺត្រូវបានចាប់យកមកផ្ដន្ទាទោសនៅចំពោះមុខច្បាប់ដូចជាការដាក់ពន្ធនាគារការពិន័យឬមួយក៏ការធ្វើជាកិច្ចសន្យាអីផ្សេងៗដើម្បីឲ្យរាងចាលកុំឲ្យប្រព្រឹត្តខុសទៅថ្ងៃក្រោយប៉ុន្តែពួកគេនៅតែមិនព្រមរាងចាលនៅតែបន្តប្រព្រឹត្តខុសដដែលដោយឡែកមានអ្នកដែលប្រព្រឹត្តខុសច្បាប់មួយចំនួនទៀតត្រូវបានគេផ្ដន្ទាទោសនៅនឹងកន្លែងកើតហេតុផ្ទាល់ដូចជាការប្រើអំពើហិង្សាដើម្បីឲ្យរាងចាលកុំឲ្យធ្វើរឿងដែលខុសទៅថ្ងៃក្រោយទៀតប៉ុន្តែអ្នកដែលបង្កទាំងអស់នោះនៅតែមិនព្រមរាងចាលទៀតបាទអញ្ចឹងតែចំណុចមួយនេះបងប្អូនយល់យ៉ាងណាដែរសូមឲ្យបងប្អូនជួយចូលរួមដែរថាតើមួយណាដែលបងប្អូនគិតថាត្រឹមត្រូវនិងយុត្តិធម៌ជាងរវាងតួអង្គយើងទាំងពីរនាក់នេះបងប្អូនអាចជួយដាក់ចម្លើយក្នុង comment ខាងក្រោមបានបាទអរគុណអញ្ចឹងយើងទៅបន្តទៀតគឺចំណុចទី3នៅក្នុងចំណុចទី3នេះគឺពីលស៊ីពីលខ្ចីដៃសម្រាប់មនុស្សដូចនៅក្នុងសាច់រឿងអ្នកទាំងអស់គ្នាបានឃើញហើយគឺឃាតករបានទៅចាក់សម្លាប់មនុស្សម្នាក់ដែលគាត់អត់បានធ្វើអីខុសសោះគាត់គ្រាន់តែនិយាយទូរស័ព្ទជាមួយគ្រួសារគាត់ហើយគេនិយាយតែគេទេស្រាប់តែគាត់នឹងយកដាក់ខ្លួនគាត់ខឹងគេក៏ទៅចាក់សម្លាប់គេបាត់ទៅបន្ទាប់ពីចាក់សម្លាប់គេហើយឃាតករហ្នឹងក៏បានបោះកាំបិតហ្នឹងចោលតែចៃដន្យអ្នកដែលរើសបានកាំបិតហ្នឹងមិនមែនជាប៉ូលីសទេគឺជាដៃជើងរបស់មេបងធំក៏បានយកកាំបិតហ្នឹងទៅឲ្យមេបងធំបន្ទាប់មកមេបងធំក៏គិតឃើញនៅគម្រោងមួយគឺគាត់ចង់ប្រើកាំបិតដែលឃាតករហ្នឹងចាក់សម្លាប់មនុស្សយកទៅចាក់សម្លាប់ដៃគូរកស៊ីរបស់គាត់ហើយទម្លាក់កំហុសទៅលើឃាតករនោះទាំងអស់ដោយសារតែនៅលើកាំបិតហ្នឹងគឺមានស្នាមមេដៃរបស់ឃាតករនោះអញ្ចឹងគាត់ក៏បានបញ្ជាឲ្យចំណិតរបស់គាត់ហ្នឹងយកកាំបិតនោះទៅចាក់សម្លាប់ដៃ
ដៃគូរបស់គាត់ហើយអ្វីគ្រប់យ៉ាងគឺដំណើរការទៅតាមគម្រោងដែលគាត់បានគិតទុកមែននៅពេលដែលចំណិតរបស់គាត់បានចាក់សម្លាប់ដៃគូប្រកួតប្រជែងរកស៊ីរបស់គាត់ហើយប៉ូលីសក៏បានរកឃើញកាំបិតនោះក៏បានដឹងថាកាំបិតនោះគឺជារបស់ឃាតករបន្ទាប់មកព័ត៌មានក៏បានចុះផ្សាយថាគេបានរកឃើញកាំបិតដែលចាក់សម្លាប់មនុស្សហើយកាំបិតនោះគឺមានស្នាមមេដៃរបស់ឃាតករនោះក៏បានឃើញដែរគេក៏បានធ្លួយមកថាមិនមែនជាគេអ្នកធ្វើទេអញ្ចឹងកន្លែងនេះគេចង់បានន័យថាឃាតករនោះគាត់គិតពីដើមមកគាត់គឺឆ្លាតគឺបកកាយនៅពេលដែលសម្លាប់អ្នកណាគឺអត់មានអ្នកណាគេបកកាយខ្លាំងលើគាត់ទេប៉ុន្តែគាត់ភ្លេចគិតថាភ្នំមួយខ្ពស់នៅមានភ្នំមួយទៀតខ្ពស់ជាងគាត់អញ្ចឹងពេលខ្លះភាពកាចសាហាវខូខើភាពឆ្លាតវៃរបស់យើងគិតថាមានតែយើងទេដែលអាចធ្វើបានតែតាមពិតមានអ្នកខ្លាំងជាងយើងទៀតអញ្ចឹងកន្លែងនេះអ្នកនិពន្ធអាចនឹងចង់ប្រាប់យើងថាកុំគិតថាខ្លួនឯងឆ្លាតបកកាយខ្លាំងតែឯងអីព្រោះនៅពេលដែលមានអ្នកគេខ្លាំងជាងមកគេនឹងធ្វើស៊ីហើយនឹងវាយបកឬក៏ចាប់រាល់កំហុសដែលយើងបានធ្វើពីមុនត្រឡប់មកយើងវិញទាំងអស់នេះខ្ញុំចង់បញ្ជាក់ដែរគឺសំដៅទៅលើអ្នកដែលគាត់ឆ្លាតតែឆ្លាតបែបខូចបានន័យថាគាត់ឆ្លាតបែបកេងប្រវ័ញ្ចឬក៏ជិះជាន់អ្នកដទៃឬក៏ធ្វើបាបអ្នកដទៃអញ្ចឹងគាត់នឹងត្រូវទទួលអំពើអាក្រក់ដែលគាត់សាងវិញទាំងដើមទាំងការដូចគ្នាដូចពាក្យមួយដែលយើងតែងតែធ្លាប់ឮថាចំណេះជីកកឯងអញ្ចឹងយើងគួរតែកុំប្រើចំណេះជំនាញឬក៏ភាពឆ្លាតវៃរបស់យើងនឹងទៅធ្វើបាបឬក៏កេងប្រវ័ញ្ចពីអ្នកដទៃឲ្យអ្នកដទៃឈឺចាប់ដោយសារយើងអីព្រោះថាអាចនឹងមានបាបកម្មបាទបន្ទាប់មកទៀតគឺចំណុចទី2ចំណុចមួយនេះខ្ញុំគិតថាអ្នកនិពន្ធចង់ប្រាប់មកយើងដែលជាអ្នកមើលនៅរឿងមួយគឺសាងអ្វីទទួលនឹងសម្រាប់ជីវិតគេត្រូវសងជីវិតគេវិញកន្លែងនេះខ្ញុំគិតថាអ្នកនិពន្ធក៏គាត់ចង់បដោតទៅលើកម្មពៀផងដែរហេតុអីក៏ខ្ញុំគិតអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាដូចនៅក្នុងចំណុចទី3មុនអញ្ចឹងមេបងធំរបស់យើងបានឲ្យចំណិតដែលជាដៃស្ដាំរបស់គាត់ម្នាក់ទៅសម្លាប់មនុស្សហើយចំណិតរបស់មេបងធំរបស់យើងហ្នឹងគឺគាត់ទៅធ្វើអ្វីទៅតាមគម្រោងដែលមេគាត់បានបញ្ជាមែនគាត់បានទៅចាក់សម្លាប់ដៃគូប្រកួតប្រជែងរកស៊ីរបស់មេរបស់គាត់ជាមួយនឹងកំបិតដែលមានស្នាមកញ្ចៅដៃរបស់ឃាតករហើយទម្លាក់កំហុសទៅឃាតករនឹងឯងប៉ុន្តែកន្លែងនេះគឺគាត់បានសម្លាប់ជីវិតមនុស្សម្នាក់បន្ទាប់មកនៅចុងរឿងយើងក៏ឃើញថាចំណិតម្នាក់នេះគាត់ក៏ទៅជួយដេញតាមចាប់ឃាតករនោះជាមួយនឹងមេរបស់គាត់ដូចគ្នាតែជាអកុសលគាត់ក៏ត្រូវបានឃាតករនោះចាក់សម្លាប់គាត់បាទអញ្ចឹងហេតុផលកន្លែងនេះហើយដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីដើមចំណុចថាអ្នកនិពន្ធគាត់ពិតជាចង់ប្រាប់យើងពីច្បាប់កម្មផលដូចគ្នាគឺនៅពេលដែលគាត់សម្លាប់ជីវិតមនុស្សម្នាក់គាត់ក៏ត្រូវទទួលបាបកម្មនៅអ្វីដែលគាត់បានសាងនោះត្រឡប់មកវិញដូចគ្នាគឺគាត់ត្រូវបានគេចាក់សម្លាប់គាត់នឹងកំបិតវិញដូចគ្នាបាទបន្ទាប់មកទៀតគឺចំណុចទី1នៅក្នុងចំណុចនេះគឺយើងអាចជាអ្នកជួយសង្គ្រោះឬក៏អាចជាអ្នកចូលរួមសម្លាប់អ្នកដទៃដោយមិនដឹងខ្លួនបើសិនជាអ្នកទាំងអស់គ្នាបានមើលរឿងនេះខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នានៅចាំឈុតមួយនេះឬក៏អត់ទេគឺនៅពេលដែលប៉ូលីសយកបានកំបិតដែលមានស្នាមកញ្ចៅដៃរបស់ឃាតករគឺប៉ូលីសគេបានធ្វើការផ្សព្វផ្សាយព័ត៌មានហើយចៃដន្យតួអង្គឃាតករក៏បានឃើញព័ត៌មាននោះហើយក៏ធ្លាយមកថាមិនមែនគេអ្នកធ្វើទេទាំងដែលគេធ្លាប់ប្រើកំបិតនោះសម្រាប់ជនរងគ្រោះពីមុនមកនៅក្នុងឈុតនេះគេមានបង្ហាញតួអង្គម្នាក់ទៀតដែលទឹកមុខកសែភ្នែករបស់គាត់បង្ហាញថាគាត់បានឮនិងបានដឹងថាគាត់ឃើញឃាតករនៅនឹងមុខគាត់ប៉ុន្តែគួរឲ្យស្ដាយគាត់អត់បានជូនដំណឹងទៅប្រាប់ប៉ូលីសទេធ្វើឲ្យមានកើតហេតុមួយករណីទៀតកើតឡើងគឺឃាតករបានទៅសម្លាប់ក្មេងស្រីសិស្សសាលាម្នាក់ទៀតអ្នកទាំងអស់គ្នាត្រង់នេះអ្នកនិពន្ធគាត់ចង់ប្រាប់យើងថាយើងអាចជាអ្នកចូលរួមជួយឬក៏ជាអ្នកចូលរួមសម្លាប់មនុស្សដោយអត់ដឹងខ្លួនខ្ញុំសូមបើកកំពង់កញ្ចក់កន្លែងនេះបន្តិចឥឡូវយើងសាកគិតត្រឡប់មកវិញថាបើសិនជារឿងនេះកើតឡើងនៅក្នុងសង្គមពិតរបស់យើងហើយយើងបានឃើញរឿងទាំងអស់នោះកើតឡើងបានន័យថាយើងបានឃើញឃាតករឬក៏បានឃើញអ្នកបង្កហេតុតែយើងអត់បានជូនដំណឹងទៅប៉ូលីសវាគួរឲ្យស្ដាយមែនទែនដែលយើងអត់បានរាយការណ៍រឿងទាំងអស់នោះទៅប្រាប់ប៉ូលីសធ្វើឲ្យឃាតករម្នាក់នោះអាចមានឱកាសសម្លាប់ឬក៏បង្កជាករណីហិង្សាឬក៏បញ្ហាទៅកាន់អ្នកដទៃផ្សេងទៀតបានដោយសារតែយើងអត់បានជូនដំណឹងថាយើងបានឃើញឃាតករឬក៏ដឹងពីទីតាំងរបស់ជនបង្កនោះនៅទីណាហើយតែយើងអត់បានប្រាប់ទៅប៉ូលីសអញ្ចឹងបាទនៅក្នុងជីវិតពិតវិញខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាផ្ដល់ព័ត៌មានឬក៏ផ្ដល់ដំណឹងទៅកាន់ប៉ូលីសអំពីទីតាំងឬក៏ទីកន្លែងរបស់ជនបង្កបើសិនជាអ្នកទាំងអស់គ្នាដឹងហើយខ្ញុំជឿថាប៉ូលីសគេប្រកាសជារក្សាការសម្ងាត់មិនឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកទាំងអស់គ្នាទេប្រសើរជាងអ្នកទាំងអស់គ្នាដឹងឮហើយតែអត់បានជូនដំណឹងអីសោះជៀសវាងការស្ដាយក្រោយដូចនៅក្នុងរឿងនេះគឺបណ្ដោយឲ្យឃាតករទៅសម្លាប់ជីវិតអ្នកដទៃផ្សេងទៀតបានអញ្ចឹងចំណុចចុងក្រោយនេះខ្ញុំនឹងសរុបសេចក្តីទាំងអស់នៅក្នុងសាច់រឿងទាំងមូលទៅតាមអីដែលជាការយល់ឃើញរបស់ខ្ញុំទេអញ្ចឹងអំណាចបុណ្យស័ក្តិគឺបង្ហាញពីភាពខ្លាំងរបស់យើងហើយភាពខ្លាំងដែលមានតម្លៃគឺខ្លាំងក្នុងចំណោមអ្នកខ្លាំងមិនមែនខ្លាំងបានតែទៅធ្វើបាបអ្នកទុនខ្សោយនោះទេមិនថាយើងឈរនៅលើផ្នែកពណ៌សឬផ្នែកពណ៌ខ្មៅនោះទេ
ឲ្យតែនៅក្នុងចិត្តយើងមានយុត្តិធម៌យើងនឹងក្លាយជាមនុស្សដែលគួរឲ្យគោរពនៅក្នុងខ្សែភ្នែករបស់អ្នកដទៃចេះឯងឲ្យក្រែងចេះគេក្នុងសង្គមយើងមានអ្នកខ្លាំងពូកែច្រើនហើយក៏មានអ្នកកាចសាហាវជាងយើងច្រើនដែរគ្រាន់តែគេមិនរើសផ្លូវដើរដូចតួអង្គឃាតករម្នាក់នេះតែបើទៅលេងប៉ះគេនឹងត្រូវរងកម្មដូចជាតួអង្គឃាតករម្នាក់នេះចឹងពេលខ្លះការសម្រេចចិត្តរបស់យើងអាចជួយអ្នកដទៃឬក៏អាចបំផ្លាញអ្នកដទៃបានដោយមិនដឹងខ្លួនដូចគ្នាបាទហើយនឹងចំណុចសំខាន់មួយនេះអ្នកដែលធ្វើខុសគឺត្រូវតែទទួលទោសច្បាប់គឺច្បាប់ខំកិច្ចយ៉ាងណាក៏កិច្ចមិនផុតដែរហើយច្បាប់ដែលទទួលគឺមានពីរទី1គឺច្បាប់សង្គមទី2គឺច្បាប់កម្មផលហេតុអីខ្ញុំនិយាយបែបនេះដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរឿងអញ្ចឹងគឺឃាតករសម្រាប់មនុស្សធ្វើខុសទៅនឹងច្បាប់ហើយច្បាប់ដែលគាត់ធ្វើខុសហ្នឹងគឺទាំងពីរនឹងឯងហើយតួអង្គឃាតករម្នាក់នេះគឺត្រូវបានច្បាប់ទាំងពីរនេះផ្ដន្ទាទោសទួនគ្នាតែម្ដងច្បាប់សង្គមដូចអ្នកទាំងអស់គ្នាបានឃើញនៅចុងរឿងអញ្ចឹងឃាតករគឺត្រូវបានប៉ូលីសចាប់បានហើយកាត់ទោសប្រហារជីវិតនៅក្នុងអំឡុងពេលខាងមុខនេះច្បាប់មួយដែលគេទទួលហើយច្បាប់មួយទៀតគឺជាច្បាប់កម្មផលហើយច្បាប់កម្មផលនេះខ្ញុំគិតថាឃាតករគឺទទួលបានតាំងពីពាក់កណ្ដាលសាច់រឿងមកម្លេះពេលដែលឃាតករសម្លាប់មនុស្សហើយឃាតករត្រូវបានគេតដៃត្រូវបានគេចាប់បានដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងមេបងធំរបស់យើងគឺគាត់ចាប់ឃាតករមកបានគឺគាត់ដាក់ទណ្ឌកម្មនិងធ្វើបាបទៅលើឃាតករឲ្យសមនឹងតម្លៃអ្វីដែលឃាតករបានធ្វើដាក់អ្នកដទៃកន្លងមកអញ្ចឹងហើយបន្ទាប់មកទៀតនៅចុងសាច់រឿងយើងឃើញថាឃាតករក៏ត្រូវបានគេកាត់ទោសប្រហារជីវិតដូចគ្នាដែរប៉ុន្តែកន្លែងនេះខ្ញុំគិតថាច្បាប់កម្មផលអាចមកដល់មុនច្បាប់សង្គមហេតុអីគឺនៅពេលដែលឃាតករកំពុងតែជាប់នៅក្នុងគុកគឺប្រមាប់របស់យើងក៏គាត់បានចូលទៅក្នុងគុកនោះផងដែរយើងឃើញថាគាត់កាន់ខ្សែមួយដើរសម្ដៅទៅរកឃាតករដែលនៅក្នុងបន្ទប់ទឹកនោះហើយសាច់រឿងក៏បានកាត់បញ្ចប់នៅត្រឹមនេះដែលបង្កើតជាចម្ងល់ឲ្យអ្នកមើលច្រើនមែនទែននៅពេលនោះហើយរួមទាំងខ្ញុំម្នាក់ផងដែររហូតមកដល់ឥឡូវនេះបានខ្ញុំយល់ហើយថាខ្សែនេះខ្ញុំគិតថាជាខ្សែដែលសម្រាប់ចងកប្រហារជីវិតអ្នកដែលជាប់ទោសប្រហារជីវិតនឹងឯងអញ្ចឹងកន្លែងនេះខ្ញុំចង់បង្ហាញថាឃាតករអាចនឹងស្លាប់មុនពេលដែលច្បាប់កាត់ទោសប្រហារជីវិតគាត់មកដល់ទៀតច្បាប់ទាំងពីរនេះឃាតករគឺទទួលបានដូចគ្នាតែអ្វីដែលមកដល់មុនខ្ញុំគិតថាច្បាប់កម្មផលព្រោះតែឃាតករគឺរងទុក្ខនៅអីដែលខ្លួនឯងបានធ្វើកន្លងមករហូតអត់ដែលបានក្តីសុខទេរត់គេចទទួលទណ្ឌកម្មហើយជួបរឿងអកុសលជាច្រើនមែនទែនតាំងពីពាក់កណ្ដាលសាច់រឿងមកម្លេះហើយនៅក្នុងចំណុចមួយនេះដែរអ្នកនិពន្ធក៏បានរំលេចនៅវត្ថុសំខាន់មួយនៅតាមដំណើររឿងផងដែរនោះគឺកូនកំបិតនេះឯងអញ្ចឹងអាចនិយាយបានថាកូនកំបិតនេះគឺធៀបទៅនឹងសកម្មភាពអាក្រក់ដែលបានធ្វើដាក់អ្នកដទៃដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងមិនថាចំណិតរបស់មេបងធំឬមួយក៏ឃាតករនេះទេឲ្យតែអ្នកដែលបានប្រើកំបិតនេះមុននឹងក្រោយនឹងត្រូវទទួលនៅអ្វីដែលខ្លួនឯងបានសាងទាំងការទាំងដើមវិញដូចគ្នាបាទអញ្ចឹងសូមប្រយ័ត្នសកម្មភាពអាក្រក់ដែលធ្វើដាក់អ្នកដទៃព្រោះអាចនឹងខុសច្បាប់ហើយក៏មានបាបកម្មផងដែរបាទអញ្ចឹងខ្ញុំសូមលើកយកចំណុចតែប៉ុណ្នេះយកមកនិយាយតាមពិតនៅក្នុងរឿងគឺមានចំណុចផ្សេងជាច្រើនទៀតដែលអ្នកនិពន្ធគាត់ចង់ប្រាប់យើងឧទាហរណ៍ជាក់ស្ដែងដូចជានៅក្នុងរឿងនេះរិះគន់ទៅប្រព័ន្ធយុត្តិធម៌ដែលធ្វើការយឺតយ៉ាវនៅក្នុងការទប់ស្កាត់បទឧក្រិដ្ឋធ្វើឲ្យមានករណីរងគ្រោះកើនឡើងកាន់តែច្រើនហើយក៏មានភាពយឺតយ៉ាវនៅក្នុងការបត់បែនការបំពេញការងារផងដែរបាទអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយជាមួយនឹងវីដេអូដែល admin បានបង្កើតឡើងនេះ admin សូមបញ្ជាក់ផងដែរ admin មិនមែនជាអ្នកចេះដឹងខ្ពង់ខ្ពស់នៅក្នុងវិស័យនេះអីទេ admin គ្រាន់តែជាអ្នកកត់និយមម្នាក់គឺជាអ្នកដែលចូលចិត្តមើលខ្សែភាពយន្តក៏យកមកចែករំលែកដល់អ្នកទាំងអស់គ្នាដើម្បីជាការកម្សាន្តហើយបើសិនជាពេញចិត្តកុំភ្លេចឧបត្ថម្ភ like និង subscribe channel admin ម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាបាយបាយ